សម្ដេចធិបតីហ៊ុនម៉ាណែតចេញអនុក្រឹត្យកំណត់ទម្រង់លក្ខណៈសម្គាល់ព័ត៌មាននិងគោលការណ៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី1ខែមេសាឆ្នាំ2025បានចេញអនុក្រឹត្យស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដោយអនុក្រឹត្យនេះមានបំណងកំណត់អំពីទម្រង់និងព័ត៌មានដែលមាននៅក្នុងបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទម្រង់លក្ខណៈសម្គាល់ព័ត៌មានការកំណត់សុពលភាពនិងការកំណត់អាយុត្រូវផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងគោលបំណងដើម្បីធានាការចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍កំណត់នៅក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មតាមរយៈអនុក្រឹត្យនេះបានឲ្យដឹងថាព័ត៌មានបុគ្គលក្នុងបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវមានដូចជា 1. លេខកូដសម្គាល់អត្តសញ្ញាណបុគ្គលរបស់សាមីខ្លួន 2. លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ 3. ព័ត៌មានជីវប្រវត្តិរបស់សាមីខ្លួនដូចជាឈ្មោះខ្មែរនិងឡាតាំងកម្ពស់ភេទថ្ងៃខែឆ្នាំកំណើតទីកន្លែងកំណើតស្ថានភាពសញ្ជាតិខ្មែរអាសយដ្ឋានបច្ចុប្បន្នលេខទូរស័ព្ទនិងឈ្មោះឪពុកម្ដាយជាដើម 4. ព័ត៌មានជីវមាត្រដែលមានដូចជារូបថតឌីជីថលស្នាមខ្ចៅដៃស្នាមស្កេនប្រស្រីភ្នែកនិងហត្ថលេខាអេឡិចត្រូនិកនិង 5. ព័ត៌មានអំពីការផ្ដល់និងការគ្រប់គ្រងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបន្ថែមពីនេះសម្រាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវមានទម្រង់ជាសន្លឹកផ្លាស្ទិកឬធាតុផ្សំអំពីសារធាតុគីមីសំយោគផ្សេងទៀតឬជាទម្រង់អេឡិចត្រូនិកសូមជម្រាបជូនថាសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវមានលក្ខណៈសម្គាល់និងសុវត្ថិភាពពិសេសដោយបង្កប់បន្ទះឈីបអេឡិចត្រូនិកឬកូដឆ្លើយតបរហ័សដែលមានផ្ទុកព័ត៌មានសំខាន់ៗលើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ